សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបយើងអត់មានអីទេមានតែបាយឆាថ្ងៃនេះកូនកំងបាយឆាហើយដល់ពេលកូនកំងបាយឆាក៏សម្រាប់បំពេញបំណងកូនទៅហើយឥឡូវនេះយើងចាប់ផ្ដើមធ្វើទៅវាតែម្ដងទៅឥឡូវនេះយើងចាប់ផ្ដើមដាក់ខ្លាញ់ចាក់ខ្ទឹមចូលយកតែម្ដងហើយយើងកូរវាហ្នឹងទៅតម្លោចខ្ទឹមបន្តិចទៅកុំខ្លោចពេកមកល្មមក្រហមទៅហើយឥឡូវនេះមើលទៅខ្ទឹមយើងបានក្រហមហើយយើងចាក់ទឹកត្រីដើម្បីយកក្លិនវាឲ្យវាឈ្ងុយមើលឈ្ងុយពេញព្រៃតែម្ដងហើយចាក់ស្ករយើងចាក់ប៊ីចេងមកស្ករប៊ីចេងនឹងមួយណាទេមើលឃើញឥឡូវនេះយើងចាប់ផ្ដើមកូរវាទៅដាក់បន្លែយើងហ្នឹងដែលយើងត្រៀមទុកហ្នឹងមានដៃគូហើយនឹងការ៉ុតបើយើងមានស្ពៃក្តោបដាក់ទៀតក៏បានដែរតែគ្រាន់ថាខ្ញុំមានតែប៉ុណ្ណឹងដាក់ប៉ុណ្ណឹងទៅឥឡូវនេះយើងចាប់ផ្ដើមកូរវាមកទៅឆ្អិនបន្លែហើយចាក់បាគាយកមកម្ដងទៅចាក់បាគាជោកឆាវាទៅឲ្យវាឆ្អិនបាគាបាទឥឡូវនេះកូនខ្ញុំសួររហូតបើឈ្ងុយហើយតាមតិចទៀតបានចាន់ឥឡូវនេះតោះចាន់ទេឥឡូវនេះយើងដាក់ពងទាវាបន្ថែមរសជាតិវាទៀតមើលឲ្យវាណាណៃតែម្ដងមើលដាក់ពងទា2គ្រាប់ទៀតដើម្បីយករសជាតិដាក់ច្រើនក៏ឆ្ងាញ់ដែរប៉ុន្តែគ្រាន់ថាបាយយើងវាតិចដែរយើងដាក់តែ2គ្រាប់នឹងបានហើយដាក់តែ2គ្រាប់នឹងបានហើយឥឡូវនេះយើងត្រឡប់ឆាវាទៅហើយវាត្រង់ថាកុំឲ្យពងទាវាឆ្អិនពេកឥឡូវនេះយើងចាប់ផ្ដើមដាក់បាយយកតែម្ដងបាយមួយឆ្នាំងពេញបឹបមួយឆ្នាំងនេះហើយកូនខ្ញុំទាំងអស់ហើយមើលទៅពួកអីកំងយូរហើយពិបាកពេកបាទពិបាកកោសពិបាកជ្រួយពេកដាក់លើផ្លូវជ្រួយម្ដងទេបាច់សៅម៉ោងច្រើនបាយនេះក៏យើងដាំស្រួយតែគ្រាន់ថាបាយវាកទន់អញ្ចឹងទៅយើងតួឆាវាយូរដែរมันវាស្ងួតបាយឆាតួយើងឆាឲ្យស្ងួតបានវាឆ្ងាញ់ហើយវានិយាយទៅវាអត់វាបើថាយើងទុកត្រឹម2 3ម៉ោង4 5ម៉ោងវាអត់ផ្អូមហ៊ានតែយើងឆាអត់ស្ងួតវាឆាផ្អូមតាមនឹងដែរព្រោះវាមានបន្លែសំខាន់បន្លែវាឲ្យឆ្អិនល្អហើយឥឡូវយើងដាក់បាយមួយហើយយើងចាប់ផ្ដើមឆាបាយយកតែម្ដងទៅឥឡូវនេះបាយឆាយើងវាឆ្អិនបាន60% ហើយនៅតែ40ទៀតកូនឯងត្រៀមណាកូនបានញ៉ាំតែឥឡូវហ្នឹងណាដៃប៉ាមិនដឹងហូបកើតទេតែសង្ឃឹមថាកើតទៅចុះបាទឆាបាយនេះគឺថាឆាកដាព្រៃតែម្ដងបាទទេសភាពវិញមកអែមដែរហ្នឹង the best everyone ហ្មងបាទហើយបាយឆាយើងវាយូរឆ្អិនដោយសារតែខ្យល់ចក្រានវាចាញ់ភ្លើងចក្រានចាញ់ភ្លើងចក្រានចាញ់ខ្យល់តែពេលអញ្ចឹងវាយូរតាមនឹងទៅឥឡូវនេះយើងឆ្អិនសពល្អហើយបាទយើងចាប់ផ្ដើមដុសដាក់ថាសតែម្ដងថាសយើងដែលយើងត្រៀមទុករួចជាស្រេចហ្នឹងដាក់វាទៅកូនថាឆ្អិនណាបាទឆ្អិនណាឆ្អិនហើយមិនគួរចិត្តតាមបាច់ចាំភ័យទេគាត់ឯងញ៉ាំឲ្យតែអស់ទៅឃើញក្នុងផ្ទះតិចដែរទេបាទបើសិនជាយើងដាក់រើថាសនេះ3នាក់ចង់យ៉ាប់ដែរហ្នឹងព្រោះអីឃើញឃើញផ្ទះវាកាឡូមកដាក់លើថាសអត់ទាំងច្រើន3នាក់4នាក់បានអស់បាយនេះអូឃើញថាតំណងដល់ហើយបាទឆ្អិនគ្រឿងសមុទ្រយើងនេះស្រស់ល្អទៀតដាក់ទៅឈ្ងុយណាស់កូនអើយឥឡូវនេះយើងចាប់ផ្ដើមហូបទាំងអស់គ្នាបាទមិនបាច់មកអង្គយូរទេព្រោះអី
toàn cái đau chứ hồi vềឆ្ងាញ់ nhúng cồn nhắm thưa đâyឆ្ងាញ់ បាត់ ហើយ ឥឡូវ យើង ដាក់ បកា បំម៉ាត់ តា ជាតិ ណាស់ លោក អើយ ឆ្ងាញ់ ខ្លាំង ណាស់ ហើយកូន ខ្ញុំ ឃើញ ខ្ញុំ ដាក់ បកា មួយ ចង់ ដាក់ មួយ ដែរ តែមាត់ តូច ដាក់ អត់ ទេ កំតាម ហើយ ឥឡូវ នេះ គឺ ថា យើង ចាប់ ផ្ដើម ហូប បាន ប៉ុន្មាន ភាគរយ ទេ បាទ ថា បកា ដាក់ មក ឆ្ងាញ់ ណាស់ វា ជាតិ មក ព្រោះ អី អានេះ យើង ឆា បកា ចូល គ្រឿង អស់ ហើយ បាយ វា ដាក់ រៀង ដិត ទៅ ក៏ វា ឆ្ងាញ់ តាម ហ្នឹង ទៅ ឆ្ងាញ់ ហ៎ បាទ ឥឡូវ នេះ ដល់ ពេល វេលា ដែល ត្រូវ លា បងប្អូន ហើយ បាទ បាយ បាយ